បាទទស្សនិកជនស្វាគមន៍មកកាន់វគ្គចុងក្រោយវេទិកាគុណខ្មែរបាទថ្ងៃនេះវេទិកាគុណខ្មែរក្តៅទេរវាងអ្នកគ្រប់គ្រងនិងកីឡាករយ៉ាព្រឹកមិញលៀងគ្នាមកប្រាវតាំងព្រឹកបើកភ្នែកមកលោកស្រីរឿងអីគេខ្ញុំអត់រឿងកំណាប់ដៃភ្លើងជើងនៅផ្ទះជាមួយនឹងគ្រូមហាដឹងបាទរឿងសុភ័ណ្ឌត្រូវបានខាងស្ថានីយ៍មួយដូចជាហៅទៅធ្វើចុះកិច្ចសន្យាដើម្បីត្រៀមប្រកួតជាមួយនឹងដៃគូបើតាមដំណឹងបឋមដូចជាដៃគូឡារ៉ូសដែលវាយធឿនតារាឲ្យបោះបង់ការប្រកួតទឹកមួយ2 ដងបាទហើយរឿងសុភ័ណ្ឌក៏ធ្លាប់ប៉ះកីឡាករអាហ្គានីស្ថានឡារ៉ូសនឹងដែរហើយការនឹងស្មើគ្នាវាយ38ឈុងបាទហើយរឿងសុភ័ណ្ឌក៏គាត់ប្រកាសថាចង់ឲ្យសង្ឃវៀនណារៀបចំគាត់សងសឹកជាមួយកីឡាករនឹងម្ដងទៀតដើម្បីទី1គាត់អត់ទាន់ឈ្នះចាញ់ទី2គាត់ចង់សងសឹកឲ្យធឿនតារាបាទដល់ពេលក្រោយមកម្ចាស់ស្ថានីយ៍សង្ឃវៀនហ្នឹងក៏បានហៅរឿងសុភ័ណ្ឌទៅធ្វើកុងត្រាស្រាប់តែគ្រូមហាដឹងគាត់តបមកខមមិនមកគាត់ប្រាប់ថាម្ចាស់ស្ថានីយ៍មេមិញមករកគ្រូពេទ្យឲ្យទៅតាមខ្លួនកីឡាកររឿងសុភ័ណ្ឌផងគេលោចិត្តដល់ថ្ងៃប្រកួតរបួសឬក៏ឈឺអីទៅបានវាយចង់ឲ្យគ្រូពេទ្យទៅ take care បាទដល់ពេលរឿងសុភ័ណ្ឌខឹងណាលៀងមកវិញខ្ញុំមិនដែរធ្វើអីពាក់ព័ន្ធជាមួយនឹងលោកទេកុំប៉ះខ្ញុំគេកុំប៉ះញ៉េក៏និយាយភាសាសាមញ្ញបាទយើងនិយាយភាសាអញ្ចឹងទៅកុំប៉ះខ្ញុំអញ្ចឹងណាបាទអញ្ចឹងវាធ្វើឲ្យវាមានរឿងរ៉ាវតាមពិតខ្ញុំមើលខមមិនទៅគ្រូមហាដឹងគាត់ទៅប៉ះគេមុនរឿងសុភ័ណ្ឌមកឡងមកក្រោយឯងប៉ុន្តែមករយៈនេះខ្ញុំឃើញគ្រូមហាដឹងគាត់អាសាចូលចិត្តបើនិយាយទៅហៅអីគេតបៅមិនឈឺយកអីគេនិយាយឈើរុកបាទគាត់ចូលចិត្តធ្វើអញ្ចឹងបាទចូលចិត្តយកអាឈើទៅរុកតបៅគេនោះមិនរុកតបៅខ្លួនឯងទៀតបាទលោកសេរីយល់ថាគាត់ធ្វើអញ្ចឹងដើម្បីដាស់អារម្មណ៍ឲ្យកីឡាករឲ្យតាំងចិត្តកុំឲ្យគ្រូមហាដឹងផាឲ្យដូចចូលសគេឬក៏ជាចេតនាមួយដើម្បីបំផាក់កីឡាករតាមពិតយើងបើស្គាល់ដំបូងយើងអាចថាអ្នកដែលស្គាល់សុងបញ្ញាយល់ថាសុងបញ្ញាគេថាសាច់បានឆ្អឹងយ៉ាស៊ីជួកបាទចូលចិត្តលើកឡើងពីបញ្ហាជាច្រើនដែលកើតមានឡើងដែលមេសាប៉ុនគាត់នៅប៉ះដែរហើយអត់ខ្លាចទៀតបាទអញ្ចឹងហេតុអីបានជាគាត់ធ្វើបានដោយសារគាត់យករឿងវិជ្ជមានមកធ្វើគាត់ដើរស្របជាមួយការពិតណាគាត់ដើរស្របជាមួយការពិតហើយគាត់យល់ការពិតច្រើនគាត់ដឹងរឿងច្រើនហើយគាត់ចូលចិត្តនិយាយអត់លាក់ទេគុំនិយាយត្រង់ឃើញហើយនិយាយឃើញមិននិយាយអញ្ចឹងហើយរឿងរ៉ាវមួយចំនួននៅក្នុងវិស័យបណ្ដាលនេះបើនិយាយពីបណ្ដាលតាំងពីក្មេងដល់ចាស់សឹងថាអត់កិច្ចពីភ្នែកសុំបញ្ញារួចទេទោះជាមិនមែនជាកីឡាករដ៏ល្បីមួយរូបក៏ប៉ុន្តែគាត់ស្ថិតនៅក្នុងលំដាប់ដែលបែកគូ3គូ4ដែរបាទលោកគ្រូពេជ្រសុផាន់បានរហស្សនាមលោកគ្រូអីគេគ្រូឆ្នើមដំបងឡើងគ្រូអួតគ្រូឆ្នើមគ្រូកម្លាំងបាយដល់ឥឡូវគាត់បានបញ្ចប់គាត់មែននៅពាក្យពេចន៍តេះឌីលហៅតេះឌីលហើយបាទពីអ្នកដែលស្អប់គាត់ហ្នឹងភាគច្រើនដែលបង្ហាញចេតនាដល់ភ្លឺភ្នែកដោយការធ្វើនឹងលទ្ធផលរបស់គាត់បាទគ្រូបញ្ញាដូចគ្នាដំបងឡើយគឺគាត់ចេញអញ្ចឹងហើយអត់យល់ពីគាត់ខឹងគាត់ភ្លាមតែនៅពេលដែលគាត់បកស្រាយមានហេតុមានផលមកវាមានរឿងវាមានដើមមានតងមានហេតុមានផលមានផ្លែមានការប្រកួតត្រឹមត្រូវគឺគាត់អត់មានបំណងណាមួយដែលចង់ឲ្យកីឡាវិស័យកីឡាបណ្ដាលហ្នឹងដើរថយក្រោយទេគាត់ឃើញថាវាដួលហើយបានគាត់ថាប្រយ័ត្នដួលហើយដោយសារតែកន្លងមកគាត់ធ្លាប់ឃើញរឿងសុភ័ណ្ឌចិត្តដល់ថ្ងៃប្រកួតឈឺដកខ្លួនចេញហើយគាត់យកអាហ្នឹងមកជន់ថែមទៀតបណ្ដោយទៅពិតណាបើយើងគិតពីវិជ្ជមានល្អដើម្បីក្នុងនាមជាអ្នកស្រឡាញ់គុណខ្មែរដូចគ្នាមិនគួរបង្កើតទស្សនៈអវិជ្ជមានទេទាំងរឿងសុភ័ណ្ឌអីក៏ដោយបញ្ញាគាត់និយាយគាត់មានមុំពីរដោយការមុនគាត់និយាយថាបាក់ចង្កនីនោះឃើញទេឃើញមនុស្សមើលពេញទឹកពេញដីហ៎បាទសុកធីអីស្អីពុតសម្បូរបាក់ចង្កនីរបស់ពុតសម្បូរប្រហែលកង់នោះបានប្រហែលគីឡូពីអាយដាមស្រីចន្ទថនលោកអញ្ញាស្រីចន្ទថនបានសាច់ចង្កនីព្រឹត្តិការណ៍ល្បីដោយសារគាត់ដែរតែដូមតោអត់ទេគឺអញ្ញាស្រីចន្ទថនឧបត្ថម្ភឆ្អឹងជំនីឲ្យគាត់ហូបលើកមុនគាត់បាក់ឆ្អឹងជំនីហ្នឹងគឺដួលម៉ូតូបាទចង់និយាយថាព្រឹត្តិការណ៍ដែលសុកធីប៉ះពុតសម្បូរលើកទី2នេះគាត់មិនបង្ហើបពាក្យថាសុកធីនឹងបាក់ឆ្អឹងជំនីពី3កណាត់របស់ពុតសម្បូរព្រោះហ្វូនហ្វេនមួយចំនួនគេថាពុតសម្បូរទាត់ខ្លាំងសុកធីចូលបញ្ចុយអញ្ចឹងណាបាទតែយើងមើលចេតនានៃការនិយាយរបស់គាត់គាត់និយាយពេលខ្លះគាត់និយាយបច្ចេះពេលខ្លះគាត់និយាយស្របតែក្នុងន័យឲ្យយើងគិតវិជ្ជមានទេបើយើងមានការគិតរៀងជ្រៅតិចអត់ខឹងគាត់កើតទេព្រោះគាត់ជាអ្នកដែលធ្វើឲ្យគាត់មានអ្នកគ្រប់គ្រងសម្ដីគាត់ច្រើនដែរតាការពិត
nhóm con bố con hồi riêng khăng con này có ở sau chỗ chất này bắt đầuពេលតាមដានគាត់ YouTube បានថាអូគាត់អត់មានពុះពុលទេគឺជាមនុស្សដែលឃើញហើយថាហើយចប់ហើយ បាទ ក្នុងន័យគុណខ្មែរអញ្ចឹងគឺខ្ញុំយល់ថាយើងបើយើងជាកីឡាករផងណាសេរីចាស់ណាដាក់គ្រូអត់គួរខឹងទេណាហើយពាក្យនៅក្នុងបណ្ដាញសង្គមហ្នឹងគឺជាពាក្យដែលមហាជនមើលគ្រប់គ្នាណាយើងជាមហាជនទាំងអស់គ្នាពាក្យពេចន៍ណាគួរនិយាយមិនគួរនិយាយគួរប្រើមិនគួរប្រើយើងគួរតែដឹងហើយព្រោះយើងមានកូនចិត្តមានចៅអស់ហើយយើងជាកីឡាករទៀតកីឡាករអ្វីដែលសំខាន់បំផុតរបស់នៅក្នុងគ្រួកីឡាករគឺគុណធម៌សិលធម៌បើក្មេងៗអាយុពី4 5 6 10អាហ្នឹងយើងអត់នេះទេយុគាត់អាចឆាវគាត់អាចរៀនបានតិចដល់ពេលយើង10នេះហើយអាហ្នឹងបើប្រើពាក្យហ្នឹងគួរប្រយ័ត្នប្រយែងតិចទៅបាទព្រោះថាបញ្ញាគាត់និយាយចេះពុកទី1គាត់ធ្លាប់ឃើញដានរបស់រឿងសុភ័ណ្ឌត្រូវគាត់ស្គាល់រឿងសុភ័ណ្ឌសឹងថាកីឡាករសេរីគាត់ក៏ស្គាល់បាស់សឹងដូចបាត់ដៃអញ្ចឹងបាទចុះរឿងសុភ័ណ្ឌមួយគ្រូលន់បញ្ញាវាយតណៅគ្នាហ្នឹងខុសទៅទីទួយហ្នឹងអញ្ចឹងអត់លើគ្នាទេអញ្ចឹងបើសិនជាឥឡូវបើថាបើបញ្ញានិយាយគាត់និយាយតែគាត់ទៅនឹងនៅស្ងៀមក៏វាល្អប្រសើរជាងណាប៉ុន្តែបើយើងលុកដែរប៉ុន្តែលុកឲ្យចំណេញណាលុកដូច caption ក្រោយខ្ញុំឃើញគាត់រៀងធ្ងន់រៀងស្រាលវិញគាត់ដាក់ថាម៉េចខ្ញុំអត់អីទេខ្ញុំមានលទ្ធភាពទៅពេទ្យខ្ញុំមានលុយទៅពេទ្យហើយខ្ញុំមានបានបោះសសអូតទៀតទេបាទខ្ញុំឃើញបានមើលតទៀតបាទខ្ញុំឃើញមានបានបោះសសហ្នឹងវារៀងស្រាលវាស្រួលស្ដាប់តិចតែបើពាក្យដំបងទី1គឺយកអាកំហឹងមកឆ្លើយយកមកឆ្លើយវាអត់ចំណេញដល់ខ្លួនឯងវាធ្វើឲ្យតាមពិតវាឆេះលើខ្លួនឯងតាមពិតហើយយើងអ្នកឆ្លើយដោយកំហឹងតែមហាជនគិតថាយើងជាមនុស្សបែបម៉េចគេដឹងហើយបាទដល់ពេលដែលយើងយកអាកំហឹងទៅសរសេរឆ្លើយឆ្លងមកវិញបើយើងប្រើថាអរគុណខ្ញុំចេះទៅពេទ្យខ្លួនឯងខ្ញុំមានកាតបសសអាហ្នឹងល្អវិញមែនតើបាទយើងនិយាយដោយចំណេះដឹងណាបាទនិយាយតបទៅវិញដោយបច្ចេកចំណេះជំនាញនៅក្នុងមួយថាជាចាស់ទុំមួយដែលអាចថារុញទុកបដ ாய் ទឹកចាក់ទៅផ្លូវស្របហើយខ្ញុំយល់ថាលោកបញ្ញាគាត់អត់មានពឹសពុលទេគាត់និយាយក្នុងន័យថាទី1ក៏គាត់ចូលចិត្តនិយាយពាក្យចឹងសោកសៀតឲ្យបើថាអ្នកគិតឲ្យវិញថាឈឺចាប់ប៉ុន្តែបើយើងគិតដល់អញ្ចឹងយើងមិនគួរឈឺចាប់ព្រោះយើងធ្លាប់ដើរផ្លូវហ្នឹងដែរយើងធ្លាប់បង្កើតរឿងហ្នឹងដែរយើងធ្លាប់ឆ្លងកាត់អាហ្នឹងមកដែរយើងស្គាល់គ្នាច្បាស់ហើយយើងគួរតែយករឿងផ្សេងការតបឆ្លងខ្លួនឯងគ្នាក្នុងន័យដូចពេជ្រសុផាន់ឥឡូវបានបរៀនកូនសិស្សច្រើនណាមិនបរៀនកូនសិស្សខ្លួនឯងបរៀនគ្រូផ្សេងឲ្យចាស់ទៅតាមដូចរីគីអីចេះពីពេជ្រសុផាន់ណាហ្នឹងហើយអញ្ចឹងរីគីក្លឹបគាត់សិស្សគាត់មិនខ្លាំងទេប៉ុន្តែរីគីបានខ្លាំងទី1គឺយក idea របស់ពេជ្រសុផាន់មកប្រើអញ្ចឹងធ្វើឲ្យរីគីគេកាន់តែស្គាល់តាម social media ក្តីតាមស្អីតែយើងមើលលទ្ធភាពនិងសមត្ថភាពសិស្សរបស់រីគីនៅមានកម្រិតនៅឡើយទេប៉ុន្តែហេតុអីរីគីល្បីដោយសាររីគីយក style ពេជ្រសុផាន់ហើយគាត់ដើរជាមួយពេជ្រសុផាន់បោះគ្នាទៅជារឿងមួយដែលបង្កើតសេដ្ឋកិច្ចរៀងខ្លួនខ្ញុំឃើញគ្រូរីគីគ្រូពេជ្រសុផាន់គាត់បដោតទៅលើថតវីដេអូគាត់តាក់ទងទៅនឹងវិន័យនៃការហាត់គ្រូរីគីគាត់យក style ហ្នឹងដែរប៉ុន្តែគាត់បែកវិញយកតាក់ទងទៅនឹងការហូបចុករៀងលំបាកបាទទឹកលិចបេះតកួនហូបបែបនឹងវិញវាស្ថានភាពមនុស្សវាអត់ដូចគ្នាស្ថានភាពមនុស្សពីរខុសគ្នាដាច់ហើយអត់អាចដូចគ្នាបានទេទោះបីជាចិត្តគំនិតភាគច្រើនដូចគ្នាក៏ដោយប៉ុន្តែជាទូទៅគឺដឹងតែមិនដូចគ្នាហើយអញ្ចឹងកុំយកមនុស្សមួយទៅប្រៀបធៀបមនុស្សមួយកុំយកគេឲ្យប្រៀបធៀបយើងកុំយកយើងទៅប្រៀបធៀបគេរស់នៅដាច់ចលែកគ្នាប៉ុន្តែយើងស្អប់គេកន្លែងណាក៏យើងមិនគួរស្អប់ទាំងដុលដែរយើងស្អប់តែអាសកម្មកិរិយារបស់គេទៅតែចំណោចល្អរបស់គេដែលយើងអាចយកមកប្រើជាប្រយោជន៍បានយើងគួរតែជជែកគ្នាបាននិយាយគ្នាបានដើម្បីទីមួយយើងសុខស្រួលយើងអត់មានកំហឹងយើងអត់មានសត្រូវយើងអត់ត្រូវជំនាញសត្រូវជាមួយគ្នាណាព្រោះយើងដើរក្នុងផ្លូវតែមួយរឿងអីមិនប៉ះគ្នាបាទអញ្ចឹងទស្សនៈមួយដែលមិនត្រូវខឹងគ្នាយើងជាខ្មែរដូចគ្នាបង្កើតសង្គ្រាមធ្វើអីបាទបើខ្ញុំវិញខ្ញុំគិតថា caption របស់លោកគ្រូបញ្ញាគាត់ប្រើ caption ទៅច្រកណាក៏ចំណេញដូចលោកស្រីដែរឃើញនៃរបស់គាត់គាត់ផាបើរឿងសុភ័ណ្ឌឈ្នះគាត់ថាដោយសារតែ caption របស់គាត់បើរឿងសុភ័ណ្ឌចាញ់ក៏គាត់ដោយសារតែ caption របស់គាត់បារម្ភបាទអញ្ចឹងបើយើងគិតវិជ្ជមានវាចេញវិជ្ជមានគិតអវិជ្ជមានវាចេញអវិជ្ជមានខ្ញុំជឿថា caption ហ្នឹងគឺវិន័យស៊ីន័យរួមបាទវាឆ្លាតនិយាយថាមិនមែនតែដល់ពេលវាយឈឺមិនមែនតែរឿងសុភ័ណ្ឌម្នាក់ទេព្រោះយើងនៅក្នុងវិស័យនេះយើងដឹងកីឡាករជួមុខច្រើនណាបាទអញ្ចឹងយើងមិនបាច់និយាយឲ្យចំឈ្មោះគេទេព្រោះថាការនិយាយពីចំណុចអាក្រក់របស់អ្នកដទៃក្នុងទីសាធារណៈពុទ្ធលោកបានហាមដែរណាមិនឲ្យនិយាយទេព្រោះវាជាការមួយបង្អាប់ខ្លួនឯងទៅវិញទេអ្វីដែលគួរនិយាយសូម្បីតែចំណុចល្អរបស់ខ្លួនឯងក៏មិនគួរនិយាយដែរក៏មិនគួរអួតគេដែរបាទធ្វើឲ្យចេញសកម្មភាពល្អបំផុតជាការនិយាយការអីទាំងអស់បាទអញ្ចឹងខ្ញុំយល់ថាទស្សនៈហ្នឹងអាចនិយាយបានតែក្នុងនិយាយក្នុងន័យអប់រំទៅនិយាយក្នុងន័យដូច
มือแต่ตัวอย่างโดยจีริกีจมูกไปสะพานแต่พวกมาเตอร์พวกมาเมาบนเส้นบนไทยนะพวกมาเตอร์พวกเมาเพราะสไวแล้วเราก็เราลุย แล้วใบเครื่องจะน้องพวกมาเตอร์พวกมาเมาส์ลังBA คลับấy บ้า ในthủ điều kỳ đi ในกีมือเทียดบ้า bạn chẳng tôi ta sẽ kể chuyện mà với tất cả con khmer đại dương thì pi cụ chăn ấm bạn กูสู้ปัญญา bạn chỉ muốn là cụ mớ Rừng mình Sài cụ cùng cụ ấy cái cụ mà hạt đăng Cụ mà hạt đăng. ý bạn Và. chọn thế cụ mà hạt đăng chỉ muốn là rừng sập phòn có bạn mình chọn bạn cứ dương bạn mình chơi những pi cà về phía cà về nhẹ nhà đó Và. caption bạn này từ pi hỏi bạn ở đây dương slash tầm nơi sân bà dương đừng vậy nhẹ viện to và sân bà nẹt từ pi nơi tầm miền rừng thì chơi kia บ้า bạn chắc là cam thì CNC Sport là miền bò là miền đôi chia với tất cả bà toàn với tất cả con khmer đài luôn nè bạn tam nam tuần sáng đào tìm chào hỏi dương chụp kia được ngày sai chiếm to tiết tam pe lên đường mong là đài cả bên đây chỉ mà thằng pin này rung chấm muối thằng crom căng như sông một con sông chấm